កត្តារួមចំណែកនិងកត្តាការពារជំងឺធ្លាក់ទឹកចិត្តជំងឺធ្លាក់ទឹកចិត្តគឺបណ្ដាលមកពីទំនាក់ទំនងដ៏ស្មុគស្មាញនៃកត្តាសង្គមកត្តាផ្លូវចិត្តនិងកត្តាជីវសាស្ត្រមនុស្សដែលធ្លាប់ឆ្លងកាត់នៅព្រឹត្តិការណ៍មិនល្អក្នុងជីវិតដូចជាភាពអត់ការងារធ្វើការសោកសៅសន្និសីទឬក៏ការប៉ះទង្គិចផ្លូវចិត្តដែលទំនងនឹងវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តផ្ទុយទៅវិញជំងឺធ្លាក់ទឹកចិត្តអាចមានភាពតានតឹងនិងមានភាពដំណើរការមិនប្រក្រតីដែលធ្វើឲ្យស្ថានភាពរបស់អ្នកជំងឺនឹងទទួលរងការប៉ះពាល់និងការធ្លាក់ទឹកចិត្តកាន់តែអាក្រក់ទៅជំងឺធ្លាក់ទឹកចិត្តគឺប៉ះពាល់ទៅដល់សុខភាពរាងកាយកត្តាជាច្រើនដែលជះឥទ្ធិពលទៅដល់ការធ្លាក់ទឹកចិត្តដូចជាភាពអសកម្មនៃសាររាងកាយឬក៏ការប្រើប្រាស់គ្រឿងស្រវឹងឬក៏គ្រឿងញៀនដែលកត្តាទាំងអស់ហ្នឹងហើយវាជាហានិភ័យបង្កឲ្យទៅជាជំងឺផ្លូវកាយមានដូចជាជំងឺសរសៃឈាមបេះដូងជំងឺមហារីកជំងឺទឹកនោមផ្អែមឬក៏ជំងឺផ្លូវដង្ហើមយើងឃើញថាជំងឺដែលបានរៀបរាប់ទាក់ទងជាមួយនឹងជំងឺផ្លូវកាយនោះអ្នកជំងឺដែលមានជំងឺផ្លូវកាយក៏អាចប្រឈមមុខទៅជាជំងឺផ្លូវចិត្តភាគច្រើនគឺជំងឺធ្លាក់ទឹកចិត្តឬជំងឺថប់បារម្ភ